ខ្ញុំសូមជម្រាបសួរលោកគ្រូអ្នកគ្រូជាទីគោរពនិងមិត្តទាំងអស់គ្នាជាទីស្រឡាញ់ថ្ងៃនេះខ្ញុំអានមេរៀនទី1អំណាចរឿងអ្នកតាឃ្លាំងមឿងនៅក្នុងសៀវភៅថ្នាក់ទី5ក្នុងរាជព្រះច័ន្ទរាជាគ្រិស្តសករាជ1502ប្រទេសខ្មែរស្ថិតនៅចំណុះប្រទេសសៀមពេលនោះស្ដេចសៀមបានបញ្ជូនបុត្រាមួយអង្គមកត្រួតត្រានគរខ្មែរដោយឈឺចាប់នឹងការជិះជាន់ឈ្លានពានរបស់សៀមព្រះចន្ទរាជាក៏សម្លាប់បុត្រានោះទៅព្រះចៅសៀមក្រោធយ៉ាងខ្លាំងក៏លើកទ័ពមកវាយក្រុងលង្វែងទ័ពសៀមបានគ្រាប្រជាជនខ្មែរជាច្រើនអ្នកយកទៅស្រុកសៀមក្នុងនោះមានអ្នកមនីប៉ែងនិងមេដំរីឈ្មោះជំទាវបាបាច់ប៉ៃផងដែរក្រោយមកអ្នកមនីប្រសូតបានបុត្រមួយអង្គមាននាមថាឧទែនរីឯមេដំរីក៏កើតបានកូនមួយដែរថ្ងៃមួយឧទែនបានសុំមកដំរីបោរោងដំរីដើម្បីរៀនវិជ្ជាខាងម៉ងដំរីស្ដេចសៀមឃើញឧទែនឧស្សាហ៍ក៏ប្រទានងារជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរីពេលធំឡើងគោមេដំរីបាយបាច់បានធ្វើជាទីនាងព្រះចៅសៀមថ្ងៃមួយស្រាប់តែវាចុះប្រេងពេងមកស្លាប់ឧទែនតាមចាប់ដំរីនោះបានតាំងពីពេលនោះមកព្រះចៅសៀមបានប្រទានងារឧទែនថាជ័យអស្ចារ្យអាយុបាន16ឆ្នាំជ័យអស្ចារ្យបានប្រើឧបាយកលត្រឡប់មកសោយរាជស្រុកខ្មែរវិញលុះមកដល់ស្រុកបាត់ដំបងអ្នកស្រុកនិងសេនាចាស់ម្នាក់ឈ្មោះមៀងព្រមទាំងកូន4នាក់បានចូលមកថ្វាយខ្លួនជាសេនាស្ដេចសៀមដឹងក៏លើកទ័ពដេញតាមដោយពុំមានអាវុធបរិបូរណ៍សេនាមឿងបានធានាថាខ្លួនតតាំងនឹងសៀមដោយប្រើឧបាយកលចម្លែកមួយគឺហ៊ានបដូរជីវិតដើម្បីទៅគេលពលខ្មោចមកចាំងនឹងសៀមលោកបានបង្គាប់ឲ្យជីករណ្ដៅរួចដាក់ចម្រងលោកលោតចុះទៅក្នុងរណ្ដៅនោះរីឯប្រពន្ធនិងកូន2នាក់ទៀតក៏លោតចុះតាមដែរលុះថ្ងៃពេលបូរមីគេឮសន្ធឹកកង្ក្រើកមេឃកង្ក្រើកដីដោយបណ្ដាំងសេនាមឿងមែនទ័ពខ្មែរបានដង្ហែជ័យអស្ចារ្យលើទ័ពនៅឡោមព័ទ្ធបន្ទាយសត្រូវទ័ពសៀមភ័យរន្ធត់នាំគ្នារត់បោះអាយុទ័ពសៀមបាក់បង់ខ្លោបខ្លាចទ័ពជ័យអស្ចារ្យក៏វិលត្រឡប់ទៅស្រុកវិញអស់ជ័យអស្ចារ្យឡើងគ្រងរាជ្យបន្តពីព្រះបិតានិងទទួលព្រះនាមថាព្រះជ័យចេស្តាសូមអរគុណ